ព្រោះយោស្ត្រីប្រមាណប្រភេទហ្នឹងវាអាចនាំឲ្យកើតទុកច្រើនប៉ុន្តែគេនៅតែអាចយកធ្វើប្រពន្ធបានអញ្ចឹងប៉ុន្តែគ្រាន់ថាបើចង់ល្អបើចង់សុខនោះមិនគួរយកស្ត្រីប្រមាណប្រភេទហ្នឹងទេទាំងអស់ដូចជាមាន5ប្រភេទទី1គឺស្ត្រីមានរូបសម្បុរល្អឆើតឆាយស្រីស្រស់ស្រីស្អាតស្រីខ្ជូតមកល្អលើសលប់ពេកទៅយើងមុខវាមើលមិនបានហើយដល់ជាប្រាថ្នាស្រីស្អាតទៅចំបែងចិត្តណាពីព្រោះកាលណាគេមានអ្វីលើសលប់ជាងយើងពេកអាហ្នឹងគេពិបាកផ្គប់គុណអញ្ចឹងណាពិបាកផ្គប់គុណគេរឹកបន្តិចហើយគេស្អាតពិបាកអញ្ចឹងទេវាមានរឿងអីទេយកនៅបានអញ្ចឹងបើថាណាវាយ៉ាប់បន្តិចដូចមិត្តភ័ក្តិអាត្មាដែលនៅបួសជាមួយគ្នាទៅមានភរិយាចិត្តតែផ្ដាំអាត្មាដែរទាំងទឹកចិត្តបរោះនរណាដូចនរណាសម្លឹងមើលស្រីចង់តែស្អាតចង់តែបានស្អាតស្អាតដល់នៅមួយគ្នាបានដឹងថាទីបំផុតមិនមែនត្រូវការស្អាតនឹងណាស្អាតហ្នឹងនៅតែបន្តិចទៅលែងស្អាតបាត់ហើយដដែលស៊ាំសាំដូចតែគ្នាហ្នឹងប៉ុន្តែដល់អ្វីដែលត្រូវការនោះអាការយល់ចិត្តយល់ថ្លើមនោះទេប៉ុន្តែអាពេលដែលមិនទាន់បានហ្នឹងមនុស្សយើងអត់អាចទទួលយកសុភាសិតនឹងបានទេក្រក់ចោះឲ្យតែល្អអីណាដូចចាស់និយាយថាម៉េចខ្មៅដូចបំបែងចេះຕົកចេះតែងប្តីលេងមិនរួចសដូចគូតចានមួយយាតមិនបានដូចឆ្កែក្រោមផ្ទះអីហ្នឹងថានៅកន្លោះទទួលយកអាហ្នឹងអត់បានទោះបីជាចេះនិយាយប្រាប់គេប៉ុន្តែសលឹងតែនាងស្អាតហ្នឹងតែមកគេថាដល់តែបានប្តីបានប្រពន្ធមកបានតែមួយខែពីរខែចាប់ផ្ដើមជីងសុភាសិតមកសុភាសិតហ្នឹងត្រូវហ្មងដល់ពេលហ្នឹងត្រូវដល់អធិស្ឋ័យវាមិនសូវត្រូវគ្នានិយាយមិនគោរពគ្នាគេវាអាងរូបស្អាតចេះចុះបានដឹកឃើញថាអូអញ្ចឹងមែនទៅលោកសុំទោសតែនិយាយតាមពាក្យគេថាស្អាតមិនទៅលេងរួចអស់អារម្មណ៍ហ្មងដល់វាអធិស្ឋ័យហ្នឹងវាអត់ត្រូវដល់អត់ត្រូវទៅមើលទៅលេងស្អាតហ្មងនេះអាត្មាថាតាមគេទេបើសួរអ្នកមានប្រពន្ធមិនដឹងគ្រូលោកគ្រូនោះហ្នឹងដឹងវាមិននឹងចឹងវាពិបាកអញ្ចឹងឯងមួយទៀតស្ត្រីទី2នោះគឺស្រីដែលជាទីស្រឡាញ់នៃបរិសច្រើនគ្នាស្រីដែលគេប្រាថ្នាច្រើនស្រីដែលគេស្រឡាញ់ច្រើនមិនគួរទេអាហ្នឹងវាប្រជែងគ្នាច្រើនណាដូចសូក្រាតក៏ផ្ដាំប្រពន្ធគាត់ដែរផ្ដាំស្អីក៏ដោយមិនតែរឿងប្រុសរឿងស្រីទេគាត់ផ្ដាំប្រពន្ធគាត់មុនគាត់ស្លាប់ទៅគាត់ផ្ដាំថា